បន្ទាប់ពីគេសន្យាថាគេនឹងធ្វើ project នេះតែម្នាក់ឯងហើយពេលនេះធ្វើការទាំងយប់ធ្វើការទាំងថ្ងៃធ្វើការដល់ទាំងកន្លែងធ្វើការមកដល់ផ្ទះហើយក៏នៅតែធ្វើការទៀតប៉ុន្តែចុងក្រោយទៅគឺគ្មានគិតចាញ់អីនោះទេកូនចៅរបស់គេនេះវិញគឺគ្មានបានជួយនោះទេបែរជាមកខ្សែចំអកមេទៀតផងណាទាំងដែលម៉ាក់របស់ស៊ឺលីក៏បាននិយាយទៅហេតុអីបានជាមិនជួយធ្វើការលីថោចិនរបស់គាត់អញ្ចឹងកូនស្រីក៏បានប្រាប់ទៅម៉ាក់មិនទុកចិត្តនៅសមត្ថភាពរបស់គេមែនទេអញ្ចឹងគឺកុំរំខានគេអីទុកឲ្យគេធ្វើការនឹងតែម្នាក់ឯងទៅណាហើយគេក៏បាននាំម៉ាក់គេទៅសម្រាប់ទៅដល់ក្នុងបន្ទប់វិញក៏អង្គុយរអ៊ូតែម្នាក់ឯងថាអញ្ចឹងចាស់សំមុខធ្វើយ៉ាងម៉េចគេមិនអាចជួយបាននោះទេដោយសារតែប្រធានរបស់គេនេះគឺក្បាលរឹងខ្លាំងមែនតើឲ្យគេធ្វើការតែម្នាក់ឯងទៅចុះបើសិនជាគេមិនព្រមលុបច្បាប់ single rule នោះទេលុះដល់ព្រឹកឡើងឃើញថានៅលើក្រែគឺស្អាតខ្លាំងមែនតើដូចជាមិនមានអ្នកគេអញ្ចឹងកូនស្រីរបស់យើងក៏គិតថាឬមួយក៏យប់មិញនេះគេធ្វើការរហូតដល់មិនដេកតែម្ដងចេញមកខាងក្រៅក៏សួរម៉ាក់គេទៅគាត់ក៏និយាយថាមើលតែគេដូចជាអស់កម្លាំងខ្លាំងមែនតើខំប្រឹងធ្វើការហើយចេញទៅក្រៅទាំងព្រលឹមទៀតផងតិចលោកគេឈឺតិចដឹងអីហើយមែនតើលោកប្រធានចិនរបស់យើងនេះគឺផ្លែខ្លាំងមែនតើដើរចោលដើរឡើងផ្លេចនេះផ្លេចនោះមើលទៅគឺឡើងផ្លឹកធ្វើឲ្យកូនចៅទាំង3នាក់នេះគឺអង្គុយតែឆ្ងល់ទេមិនដឹងថាតើប្រធានរបស់គេនេះកើតអីនោះទេដើរបុកនេះបុកនោះសំបីតែពេលនេះស៊ឺលីរបស់យើងក៏គេឆ្ងល់ដែរតើលោកប្រធានកើតអីទៅគ្មានអ្នកណាអាចឆ្លើយបានទេដោយសារតែបងស្រីឈីនក៏និយាយថាក្រែងឯងនៅគេជាមួយគេរៀងរាល់ថ្ងៃធ្វើឲ្យកូនស្រីរបស់យើងគឺឡើងឆ្លក់ទឹកតែម្ដងគឺគាត់ចង់មានន័យថាឯងនៅផ្ទះជាមួយគេរាល់ថ្ងៃហើយឯងទៅធ្វើអីគេហេតុអីបានជាប្រធានរបស់យើងថ្ងៃនេះគឺចម្លែកយ៉ាងនេះអាណត្តិតែប្រធានចិនរបស់យើងទេមិនដឹងថាពេលនេះអារម្មណ៍នឹងព្រលឹងរបស់គេហោះទៅដល់ទីណាទីណីទេអញ្ចឹងហើយស៊ឺលីគេក៏បានដើរតាមពីក្រោយហើយដើរសុកគេក៏ឆ្ងល់ថាហេតុអីបានជាខ្ញុំត្រូវដើរតាមគេអញ្ចឹងប៉ុន្តែពេលនេះក៏ត្រូវសន្តិសុខមកស្ទះដោយសារតែឃើញគេសង្ស័យរៀងចម្លែកធ្វើដូចជាមនុស្សដូចជាចោរអញ្ចឹងណាក៏ត្រូវសន្តិសុខចាប់ដែលធ្វើគេគឺអាចតាមកូនប្រុសរបស់យើងបាននោះទេដល់ពេលល្ងាចឡើងធ្វើអ្នកគ្រប់គ្នាគឺឡើងបង្អាប់កូនស្រីរបស់យើងតែម្ដងនៅសុខស្រួលមិនចង់ទេបើជាដើរតាមគេធ្វើឲ្យប៉ូលីសចាប់នេះសូម្បីតែម្នាក់ស្រីហ្នឹងក៏បង្អាប់គេសាច់ដែរហើយពេលហ្នឹងបងស្រីចិនក៏និយាយថាហេតុអីបានចាញ់ឲ្យឱកាសកន្លងហួចអញ្ចឹងមើលទៅលោកចិនគេដូចជាស្រឡាញ់ឯងដែរតែហេតុអីក៏មិនចាប់ផ្ដើមឆាតជាមួយនឹងគ្នាទៅកូនស្រីរបស់យើងស៊ឺលីនេះគឺគេឡើងធម្មតាតែម្ដងគឺគេអត់បានមានអារម្មណ៍ស្រឡាញ់ម្នាក់នឹងទៀតផងហ្នឹងបងស្រីឈៀនក៏និយាយថាឬមួយក៏ឯងមានក្រាស់ម៉ៃកូនស្រីរបស់យើងក៏បញ្ញាបកែថាហេតុអីបានជាបងដឹងអញ្ចឹងតែធ្វើពេលនេះគឺគាត់ច្បាស់ហើយតាមពិតទៅគឺឯងបែរជាទៅលួចក្រាស់អ្នកថ្មីទៅវិញណាហើយអ្នកថ្មីហ្នឹងគឺគ្មានអ្នកណាឆ្ងាយទេគឺជាលោកប្រធានចិនរបស់យើងនឹងឯងឥឡូវនេះយើងក៏លេចមកមើលគូទូរងរបស់យើងវិញនិយាយពីថាកាន់តែ sweet ទៅហើយដោយសារតែអបិកាំងរបស់យើងនេះពេលនេះអង្គុយមើលអូនហើយនៅពេលដែលឯងមកចាប់បែបនេះមើលទៅគួរឲ្យស្រឡាញ់ខ្លាំងមែនតើហើយឯងដូចជាមិនចាប់អារម្មណ៍ជាមួយនឹងបងសោះព្រោះតែថាដូចជារៀងអន់ចិត្តដែរឃើញអូនព្យាយាមបត់តែក៏ដែរអញ្ចឹងណាអត់ចាប់អារម្មណ៍ជាមួយនឹងបងនិយាយថាកូនប្រុសកាំងរបស់យើងនេះធ្វើឲ្យកូនស្រីលីថាឈីយើងនេះគឺអៀនរហូតតែម្ដងនិយាយថាកិច្ចពីរឿង sweet អត់រួចទេពេលនេះអ្នកទាំងពីរក៏បានថើបគ្នាតែម្ដងហើយសារតែពួកគេគឺកាន់តែយកចិត្តជាមួយនឹងគ្នាទៅហើយនោះព្រោះតែថាកូនស្រីរបស់យើងឥឡូវនេះគឺគេមកនៅផ្ទះជាមួយនឹងបងរហូតហើយណាអញ្ចឹងទៅងាក sweet ងាកថើបរហូតតែម្ដងគូរងយើងនេះធ្វើឲ្យអ្នកស្រីគឺឡើងចង់លើស្គរតែហើយណាមួយគឺអត់មានចូលចិត្តគូរងខ្លាំងមែនតើព្រោះដោយសារតែសំគ្នាខ្លាំងណាស់ដោយសារតែកូនប្រុសកាំងរបស់យើងគឺញញឹមស្រស់ចំណែកឯកូនស្រីអាជីរបស់យើងនេះក៏គួរឲ្យស្រឡាញ់អញ្ចឹងទៅគឺឡើងសំគ្នាតែម្ដងអញ្ចឹងហើយពេលនេះអ្នកទាំងពីរក៏បានថើបគ្នាទៅវិញទៅមកដែលនេះគឺជា first kiss របស់អ្នកទាំងពីរដែលបង្ហាញថាពេលនេះគឺពួកគេចាប់ផ្ដើម date ជាមួយនឹងគ្នាគឺចាប់ផ្ដើម dating មានទំនាក់ទំនង relationship ជាមួយនឹងគ្នាហើយលុះដល់ព្រឹកស្អែកឡើងក៏ឃើញថាស៊ឺលីរបស់យើងគេក៏បានមកពិភាក្សាជាមួយនឹងបែកកាំងទៀតហើយគឺគេពិតជាពិបាកចិត្តខ្លាំងមែនទែនដោយសារតែមួយរយៈនេះគឺគេមានអារម្មណ៍ថាគឺខ្លួននេះជាបញ្ហាដែលធ្វើឲ្យប្រធានជារបស់យើងគឺចម្លែកអញ្ចឹងណាហើយស៊ឺលីគេក៏បានបន្តសួរទៅតើហេតុអីបានជាគេមានស្នាមនៅលើខ្លួនអញ្ចឹងបែកកាំងក៏និយាយថាគឺគេមិនសូវច្បាស់ដែរប៉ុន្តែនៅពេលដែលបញ្ចប់ថ្នាក់សាកលវិទ្យាល័យគឺគេបានលើកដំណឹងថាកូនប្រុសរបស់យើងគឺត្រូវឡានបុកបន្ទាប់ពីគេបានបែកបាក់គ្នាជាមួយនឹងស្នេហាដំបូងរបស់គេស៊ឺលីបានលឺហើយគឺគេចង់ដឹងខ្លាំងមែនតើហើយតើគ្រោះថ្នាក់នោះខ្លាំងណាស់មែនទេហើយរឿងបន្តពីនោះកើតឡើងយ៉ាងម៉េចទៀតទៅដែលពេលនេះបែកកាំងក៏និយាយថាមើលតែឯងដូចជាព្រួយបារម្ភពីគេខ្លាំងណាស់ឯងពីមុនដូចជាមិនអញ្ចឹងទេមិនបារម្ភយ៉ាងម៉េចទៅដោយសារតែឥឡូវនេះគឺគេចាប់ផ្ដើមចាប់អារម្មណ៍ជាមួយប្រធានចិនទៅហើយហ្នឹងអញ្ចឹងហើយបែកកាំងក៏បន្ថែមបន្តិចទៀតទៅនៅពេលហ្នឹងគេក៏ធ្លាប់ឮថាពេលហ្នឹងគេក៏បានឮថាយូឆិនបានបែកបាក់ជាមួយនឹងស្នេហារបស់គេធ្វើគេគឺឈឺចាប់ខ្លាំងមែនតើតែបន្ទាប់ពីហ្នឹងក៏គេមិនបានដឹងទៀតដែរថាតើអ្នកទាំងពីរនឹងទៅជាយ៉ាងណាទៀតនោះហ
ហើយដោយសារតែមូលហេតុនឹងហើយមើលទៅបានជាធ្វើឲ្យយូឆាណាបង្កើតច្បាប់ស៊ីងករូនឹងឡើងមកស៊ឺឡៃគឺកាន់តែស្ដាប់គឺគេកាន់តែឆ្ងល់បែកកាំងក៏និយាយថាបើអញឆ្ងល់យ៉ាងហ្នឹងឯងនៅជាមួយនឹងគេរាល់ថ្ងៃហេតុអីក៏មិនសួរគេទៅហើយដោយសារតែមើលទៅស៊ឺឡៃដូចជាព្រួយបារម្ភខ្លាំងពេកពេលនឹងដែរស៊ីជីរបស់យើងក៏និយាយទៅថាបើសិនជាបងសារភាពទៅកាន់គេម្ដងទៀតបើគេបដិសេធក៏មិនអីដែរទុកថាការបដិសេធនេះគឺជាបទពិសោធន៍របស់យើងទៅចោះតែធ្វើស៊ឺឡៃគឺនិយាយថាណាស៊ីឈីឯងមកបង្រៀនខ្ញុំអារឿងស្នេហាតែឯងគឺមិនធ្លាប់មានស្នេហាពីមុនមកទេហើយក៏មិនធ្លាប់ថាណាដែរត្រូវអត់ហើយមានត្រូវណាដែលសារតែយុគមិញនេះគឺគេតាមតែថោកគ្នាជាមួយនឹងស្នាមថោកដំបូងរបស់គេផងនោះតែធ្វើឲ្យពេលនេះធ្វើឲ្យស៊ឺឡៃរបស់យើងចាប់បានហើយថាអ្នកទាំងពីរគឺកំពុងតែដេតគ្នាមានទំនាក់ទំនងជាមួយនឹងគ្នាដល់ពេលដែលគេចាប់បានអញ្ចឹងធ្វើឲ្យឈីតូចរបស់យើងនេះគឺគេឡើងអៀនបន្តមកក៏ស៊ឺឡៃថ្ងៃនេះក៏ត្រូវជូនម៉ាក់គេទៅលេងភ្នៅប៉ារបស់គេអញ្ចឹងណាប៉ុន្តែម៉ាក់របស់គេមើលដឹងថាស៊ឺឡៃរបស់យើងនេះដូចជាបញ្ញាប់តាណាអញ្ចឹងគាត់ក៏និយាយថាមិនអីទេទៅឲ្យមកទៅថាម្នាក់ឯងហើយឯងបញ្ញាប់តាណាក៏ទៅហើយអ្វីដែលគេបញ្ញាប់នោះគឺគេបញ្ញាប់មកផ្ទះដោយសារតែគឺគេចង់មើលកូនប្រុសរបស់យើងដោយសារតែគេព្រួយបារម្ភពីយូឆិនហើយពិតមែនតើនៅពេលដែលគេមកដល់ឃើញថាពេលនេះយូឆិនរបស់យើងដូចជាឡើងរមាស់ពេញខ្លួនអញ្ចឹងកូនស្រីរបស់យើងគេក៏បានសួរទៅតើឯងកើតអីហ្នឹងឯងញ៉ាំអ្វីខុសតើមែនទេកូនប្រុសគេក៏បានឆ្លើយថាមិនអីទេគឺគេមិនអីទេប៉ុន្តែពេលនេះស៊ឺឡៃគឺមិនបាននោះទេឯងឆ្លើយសំណួររបស់ខ្ញុំសិនមកតើឯងញ៉ាំអ្វីដោយសារតែនៅក្នុងទូទឹកកកពេលនឹងដែរកូនប្រុសរបស់យើងគឺគេ stress ខ្លាំងពេកគេចេះតែញ៉ាំទៅអត់បានអានថាតើរបស់នឹងគឺមានគ្រឿងផ្សំដែលគេអាឡែស៊ីឬអត់អញ្ចឹងហើយបានគេធ្វើគេញ៉ាំទៅក៏ចំរបស់ដែលគេអាឡែស៊ីអញ្ចឹងណាគេក៏សុំទោសដោយសារតែគេគឺជាមនុស្សដែលអាឡែស៊ីខ្លាំងអញ្ចឹងគឺពិបាករស់នៅក្នុងមែនទែនដោយសារតែមិនចង់រំខានស៊ឺឡៃអញ្ចឹងគឺគេរៀបអ្នកដែរចេញប៉ុន្តែស៊ឺឡៃក៏បានទាញគេមកហៅគឺបានទាញគេមកចិត្តរួចហើយក៏និយាយថាហេតុអីបានចាញ់ចង់រត់គេចអញ្ចឹងអង្គុយមកទុកឲ្យខ្ញុំមកជំនាញឯងខ្នងឲ្យឯងស៊ឺឡៃគេក៏បានជួយឯងខ្នងឲ្យយូឆិនទៅហើយគេក៏និយាយថាឯងមិនចេះនិយាយថាអរគុណទេហីយូឆិនក៏និយាយថាអញ្ចឹងណាហើយស៊ឺឡៃក៏និយាយថាឯងចេះតែនិយាយពាក្យហ្នឹងទេរឿងអរគុណអត់ចេះនិយាយទេអីគេបើថាជួយគេហើយចង់ឲ្យគេនិយាយអរគុណទៀតណាស៊ឺឡៃយើងនេះតែគ្មានទេទោះបីជាយូឆិនមិនអរគុណក៏ដោយប៉ុន្តែស៊ឺឡៃរបស់យើងគឺជួយគេដោយសារតែពេលនេះគឺគេព្រួយបារម្ភពីយូឆិនខ្លាំងមែនតើគេក៏បានឲ្យយូឆិនអង្គុយចុះហើយគេក៏បានបន្តឯខ្នងរបស់យូឆិនណាពេលនឹងដែរយូឆិនគេក៏បានផ្អែកស្មារបស់គេតិចទៅលើខ្លួនរបស់ស៊ឺឡៃរួចហើយគេក៏និយាយថាកាលពីនៅក្មេងនៅពេលដែលខ្ញុំអាឡែស៊ីអញ្ចឹងម៉ាក់របស់ខ្ញុំក៏ធ្វើបែបនេះឲ្យចំពោះខ្ញុំដែរគឺគាត់រងឯខ្នងខ្ញុំឲ្យខ្ញុំអញ្ចឹងណាគឺដូចជាទង្វើពេលនេះដែរស៊ឺឡៃក៏កំពុងតែធ្វើចំពោះគេអញ្ចឹងប៉ុន្តែពេលនឹងដែរគេក៏ចាប់ផ្ដើមនិយាយសួរទៅកាន់យូឆិនតើស្នាមរបួសនៅលើខ្លួនរបស់ឯងតើឈឺដែរឬអត់យូឆិនក៏និយាយថាមិនឈឺនោះទេហើយគេក៏សួរទៅថាតើស្នាមនឹងគឺមានរឿងអ្វីដែរឬអត់ឯងអាចប្រាប់ខ្ញុំបានដែរឬទេយូឆិនគេក៏វិក្បាលគឺគេមិនចង់ប្រាប់នោះទេដូច្នេះហើយស៊ឺឡៃក៏និយាយថាបើមិនឈឺផងហេតុអីក៏មិនប្រាប់ខ្ញុំមកបានដឹងទៅយូឆិនក៏សួរទៅតើប្រាប់អ្វីឬមួយក៏ពេលនេះឯងកំពុងតែសារភាពអារម្មណ៍របស់ឯងពេលនៅដែរធ្វើឲ្យកូនស្រីរបស់យើងគឺគេឡើងអៀនគេក៏បានឲ្យកូនប្រុសរបស់យើងឲ្យមកគេក៏បន្តឯខ្នងបន្តទៀតអញ្ចឹងណាព្រោះដោយសារតែខ្លាចគេចាប់បានមើលទៅកាន់ទឹកមុខរបស់ស៊ឺឡៃពេលហ្នឹងគឺគេពិតជាព្រួយបារម្ភយកចិត្តទុកដាក់ចំពោះយូឆិនខ្លាំងមែនតើឯខ្នងឲ្យគេបណ្ដាមើលទៅដូចជាចង់ឲ្យទៅថាគេអញ្ចឹងណាហើយដោយសារតែខ្លាចខ្លួនឯងទៅបារម្ភអត់បានគេក៏បាននិយាយថាចាំគេឲ្យទៅយកទឹកមួយកែវប៉ុន្តែក៏お昼